អូខេចឹងលំហាត់នេះគឺជាលំហាត់ទី30និងជាលំហាត់ទីចុងក្រោយហើយចឹងលំហាត់នេះគឺខ្ញុំផ្ដល់ឲ្យជារូបតារាជាវិញមិនថាខ្ញុំផ្ដល់ជារូប CD modeling ប៉ុន្តែវាប្រភេទជា incomplete part ចឹងរូបរបស់ខ្ញុំចង់ឲ្យគ្នាយើងធ្វើបែបនេះខ្ញុំចង់ឲ្យយើងកាត់ចេញជាបែបនេះហើយនឹងគណនាមាត្រវាវិញហើយចម្លើយរបស់យើងគឺយើងត្រូវការមាត្រដើម្បីមក modify គ្នាចឹងក្នុងនេះគេប្រាប់តែមួយទេគឺមុំកន្លែងនេះ40ដឺក្រេអូខេចឹងអ្វីដែលខ្ញុំត្រូវការចាប់ផ្ដើមគូសគឺខ្ញុំគូសបន្ទាត់មួយដែលមានមុំ40ដឺក្រេរហូតដល់ខាងចុងនេះចឹងខ្ញុំរើសយកបន្ទាត់ហើយរើសយកប្លង់អានេះអូខេពីនេះមកដល់នេះចឹងខ្ញុំឃើញថាវាមានខ្ញុំវាស់ជាប្រវែងប៉ុន្តែបើខ្ញុំវាស់ជាមុំខ្ញុំចុច tab មកចូលមុំហើយមុំគឺ142.94ប៉ុន្តែបើយើងគិតនៅផ្នែកខាងឆ្វេងវា180ដក40ចឹងវាត្រូវជា140ដឺក្រេអូខេមកដល់ខាងលើមកហើយដើម្បី verify ខ្ញុំប្រើ angle between នេះជាមួយនេះ40ដល់ហើយមួយអញ្ចឹងចំពោះបន្ទាប់ទៀតគឺខាងនេះអានេះអត់មានមុំអីទេគឺមកដល់ខាងចុងហើយហ្មងអញ្ចឹងខ្ញុំ unlock វាសិនហើយខ្ញុំគូសបន្ទាត់មួយទៀតដល់ខាងចុងនេះ Ctrl H អូខេខ្ញុំគូមកដល់នេះមកអូខេហើយ2ចំពោះចុងក្រោយយើងគូក្បាលអត់ក្បាលដែរគូភ្ជាប់គ្នាអញ្ចឹងខ្ញុំគូមួយទៀតប្លង់អានេះអូខេខ្ញុំយកអានេះមកភ្ជាប់ជាមួយអានេះអូខេហើយយើងធ្វើម៉េចដើម្បីកាត់វាបានអញ្ចឹងបើយើងកាត់ដោយប្រើរូបនេះវាអត់កើតទេខ្ញុំត្រូវការបង្កើតប្លង់មួយទៀតប្លង់នេះគឺប្រភេទជាប្លង់បង្កើតដោយ3ចំណុចអញ្ចឹងខាងនេះយកពាក្យថា by 3 point អូខេចំណុចទី1ទី2និងទី3អូខេនេះគឺប្លង់3ចំណុចអញ្ចឹងខ្ញុំកាត់វាកាត់នៅក្នុង home tab នៅកន្លែងនេះគឺមានពាក្យថា subtract អូខេ subtract អញ្ចឹងអ្វីដែលយើងត្រូវកាត់ target step គឺមួយនេះ sub tool គឺប្លង់យើងអូខេកាត់ខាងនេះប៉ុន្តែបើយើងចង់កាត់ខាងក្នុងឬក៏ញ៉ាំប្រូវាដូរមកខាងក្នុងចេះយើងអាចដូរទិសដៅវាដោយបោក click អូខេអញ្ចឹងប៉ុណ្ណេះឥឡូវខ្ញុំវាស់មាត្រវាអញ្ចឹងចូល inspect property update អញ្ចឹងមាត្រវាគឺក្បាល131និងកតុយ2 3ដើមអញ្ចឹងមកគ្នាយើងឃើញតែក្បាល131គឺអាចចាត់ទុកថាត្រូវហើយអូខេអញ្ចឹងរបស់យើងគឺមានតែប៉ុណ្្នឹងហើយអរគុណច្រើន